ពីព្រឹងនេះមានតាជ័យជាប្តីប្រពន្ធរស់នៅក្នុងស្រុកមួយពួកគាត់មានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យដែរគាត់ថាបើអ្នកណាតមមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះថ្ងៃមួយមានកំឡោះម្នាក់រូបរាងស្អាតបាតបានចូលទៅដណ្ដឹងកូនគាត់និយាយថាយើងឲ្យឯងកំព្រួយបើឯងតមជេរម្ដាយគេហើយទទួលបម្រើជើងតាមពាក្យជើងបានយើងនឹងលើកកូនឲ្យឯងប៉ុន្តែបើតមមិនបានយើងផ្ដាច់មិនឲ្យឯងទេយើងប្រាប់ឯងឲ្យដឹងជាមុនពេលក្រោយឯងកុំថាយើងនេះចិត្តដាច់ឲ្យសោះកំឡោះនោះតបថាខ្ញុំបានតមជេរម្ដាយគេបានហើយធ្វើការអ្វីបានទាំងអស់ខ្ញុំអាចទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានិយាយថាបើឯងធ្វើបានមែនឯងទៅសិនចុះព្រឹកស្អែកឯងត្រូវមកពីព្រលឹមកំឡោះនោះលឺហើយក៏លាទៅផ្ទះវិញព្រឹកឡើងកំឡោះនោះចូលទៅបម្រើឪពុកម្ដាយក្មេកតាក៏បានប្រើកូនក្រមុំគាត់រៀបបាយទឹកឲ្យអ្នកកំឡោះនោះបរិភោគលុះបរិភោគរួចហើយតាប្រាប់ទៅកូនប្រសាថាកូនចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរស្រែរហូតតតែថ្មនៅក្បែរភ្លឺស្រែនោះយំទៅសុំឯងដោះក្របីលេងអ្នកកំឡុងទៅចាប់ក្របីមកទឹមហើយភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក្របីដើរពំរួចថ្មក៏ចេះតែស្ងាត់ឈឹងពំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំមិនបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងចំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតាក៏ស្ទុះចេញពីក្រោយថ្មមកថាណាស់ហើយចុះឯងដោះក្របីលេងហើយទៅផ្ទះឯងចុះយើងផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលេងហើយត្រឡប់ទៅផ្ទះវិញក្រោយមកមានកំឡោះម្នាក់ទៀតចូលទៅដណ្ដឹងកូនតាយាយគាត់ក៏បង្គាប់ដូចកំឡោះមុនដែរតែកំឡោះក្រោយគេនេះមានប្រាជ្ញាណាស់ពេលទៅភ្ជួរស្រែម្ដងតែងតែវិចបាយទៅជាមួយលុះដល់ថ្ងៃខ្ពស់ក៏បញ្ឈប់ក្របីបរិភោគបាយបន្ទាប់មកក៏ចាប់ផ្ដើមភ្ជួរស្រែទៀតភ្ជួររហូតដល់ថ្ងៃជ្រេថ្មនៅតែពំយំក្របីក៏អស់ជើងដើរពំរួចអ្នកកំឡោះនោះក៏បកក្របីទៅចិត្តថ្មហើយធ្វើជាស្ដីថាលោកថ្មអើយយំឡើងក្របីខ្ញុំដើរពំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំអត់អីទេខ្ញុំមានបាយហូបព្យួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំសូមអាណិតក្របីផងចុះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពំជុំអ្នកកំឡោះនោះក៏បំជេរត្បិតគេដឹងថាតានោះនៅពួនក្រោយថ្មលុះនិយាយអង្វរយូរទៅតានោះមើលមកឃើញក្របីដើរពំរួចមែនសែនអាណិតក្របីគាត់ក៏ជុំក្រោយថ្មនោះលឺសូរតែវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយត្រឡប់មកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនលើកបាយមកឲ្យអ្នកកំឡោះនោះបរិភោគលុះល្ងាចតាប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកស្អែកសុំឯងមកទៀតកំឡោះនោះក៏លាឪពុកក្មេកត្រឡប់ទៅផ្ទះវិញលុះយប់បន្តិចបរិះនោះក៏មកលបស្ដាប់នៅក្រោមដំណេកតាដើម្បីយកការព្រោះគាត់តែងតែនិយាយគិតគូរនឹងភរិយាគាត់រហូតដល់សម្រានលក់វេលាយប់តាចូលដេកក៏និយាយនឹងយាយថាយាយអើយកំឡោះម្នាក់នេះវាតមជេរបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងសោះដូច្នេះយើងរកឧបាយកលយ៉ាងណាឲ្យវាខឹងនឹងយើងនឹងផ្ដាច់កូនចេញពីវាយាយឆ្លើយថាងាយទេបើដូច្នេះតាឯងចូលក្នុងក្រុងមួយឯក្រុងមួយទៀតដាក់អង្គព្រឹកឡើងពេលគេមកដល់ចាំខ្ញុំប្រាប់គេថាតាទៅកាប់អស់លើភ្នំមុនហើយខ្ញុំឲ្យគេរែកតាឯងនិងអង្គទៅលើភ្នំបើធ្ងន់គេខឹងគេនឹងជេរហើយតាឯងនៅក្នុងក្រុងលឺហើយអាចផ្ដាច់កូនវិញបានដោយងាយតាយាយគិតដូច្នេះហើយក៏សម្រានទៅឯកំឡោះនោះតែងតែមកលបស្ដាប់រៀងរាល់យប់ពេលឮសពគ្រប់ក៏ត្រឡប់ទៅផ្ទះវិញ
ព្រឹកឡើងអ្នកកំឡោះទៅបម្រើឪពុកម្ដាយក្មេកក៏ស្រាប់តែឃើញយាយបង្ហាញអម្រែកហើយប្រាប់ថាកូនអើយឪពុកឯងទៅកាប់អស់លើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមគាត់ឲ្យឆាប់ត្បិតគាត់ចេញពីព្រឹកពេកមិនទាន់បានហូបអីទេមានតែកូនប៉ុណ្ណោះដែលអាចរែកទៅបាននឹងអាចដណ្ដាំបាយជូនឪពុកឯងពិសាកំឡោះនោះទទួលអម្រែកហើយក៏រែកទៅលើភ្នំលុះរែកឡើងទៅបានបន្តិចធ្ងន់ពេកក៏រែកចុះមកវិញហើយស្ដីថាអោលោកឪអើយឪខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឆាប់មិនបានទេសុំសម្រាប់មួយផ្លែតសិនហើយព្រោះវាធ្ងន់ណាស់ទោះលោកឪពុកចង់ជេរស្ដីដូចម្ដេចក៏ទទួលយកដែរនិយាយហើយក៏រែកចុះមកវាលវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅឈប់កណ្ដាលវាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទៅដើរត្រឡប់មកវិញយកភ្លើងដុតជំវិញអម្រែកលុះភ្លើងឆេះស្បូវជំវិញហើយក្តៅដល់តាដែលនៅក្នុងអម្រែកនោះគាត់ក៏រើបំរាស់ញ័ររង្គើទាំងក្រុងហើយក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាយីនរណាដុតភ្លើងឆេះអម្រែកខ្ញុំអស់តើធ្វើម៉េចខ្ញុំចូលទៅបានបើភ្លើងឆេះជុំវិញយ៉ាងនេះថាហើយស្រែកឈរនៅក្រៅលុះភ្លើងឆេះដល់ក្រុងក្តៅតាណាស់ហើយទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើងឆេះដាច់ខ្សែក្រុងលោកតាបំរាស់ញ័រទើបអ្នកកំឡោះនឹងស្រាយក្រុងចេញឃើញឪពុកក្មេករលាកភ្លើងឆេះទាំងសក់ផងក៏និយាយថាយីលោកឪម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយហើយតាខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចក្រោកឈរដើរតើយងាយទៅផ្ទះវិញមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសមកឯកូនប្រសាក៏លាត្រឡប់ទៅផ្ទះវិញដល់យប់បន្តិចក៏មកលោពួនក្រោមផ្ទះស្ដាប់ទៀតលុះយប់តាយាយចូលដំណេកក៏និយាយគិតគ្នាទៀតតានិយាយថាគិតដូចម្ដេចនឹងផ្ដាច់កូនពីវាបានអានេះវាមានប្រាជ្ញាណាស់តែរូបរាងវាមិនសមនឹងកូនយើងទេថ្ងៃមិញវាដឹងឯងនៅក្នុងក្រុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែម្ដាយវាមិនជេរវារកទីណាមានស្បូវស្ងួតវារែកអម្រែកទៅដាក់កណ្ដាលស្បូវហើយដើរទៅរកភ្លើងមកដុតជុំវិញដល់ភ្លើងឆេញវាស្រែកថានរណាដុតភ្លើងនេះឆេះអម្រែកវាអស់ហើយវាឈរតែស្រែកមិនចូលមកទុកតតែភ្លើងឆេះក្តៅដល់ទើបបានរត់ចូលមកអូសចេញមកខ្ញុំភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចោលមាត់ក្រុងជាប់ខ្ញុំរលាកអស់ទាំងខ្លួនឥឡូវយើងគិតធ្វើដូចម្ដេចនឹងផ្ដាច់កូនពីវាបានយាយថាខ្ញុំគិតថាតើឯងធ្វើម្ចាស់ឲ្យគេធ្វើឆ្កែបណ្ដើរទៅរកអណ្ដើកឲ្យគេវាដូចឆ្កែបើគេរកអណ្ដើកមិនបានឬវាបល់មិនទាន់នោះយើងនឹងផ្ដាច់កូនតែយាយគិតគ្នាហើយក៏សម្រានលក់ទៅឯកំឡោះនោះស្ដាប់ដឹងការអស់ហើយក៏វិលទៅផ្ទះវិញអ្នកកំឡោះនោះដេកដល់មាន់រងាវទើបស្ពាយអណ្ដើកយកទៅចងទុកក្នុងកំពត់ស្មៅឯវាលឯនេះឯនោះពីពេញតែវាលដែលតាប្រុងនឹងគិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកគាត់ក៏ឲ្យកូនក្រមុំរៀបបាយលើកយកមកឲ្យចៅនោះបរិភោគលុះបរិភោគរួចហើយក៏ប្រាប់ថាណែកូនឥឡូវនេះយើងទៅរកអណ្ដើកប៉ុន្តែយើងគ្មានឆ្កែទេដូច្នេះកូនធ្វើឆ្កែឪធ្វើម្ចាស់យើងទៅរកអណ្ដើកក្រែងបានមួយពីរយកមកធ្វើម្ហូបចៅនោះមិនមាត់ក៏ឆ្លើយថាបាបតាស្ពីសំណុំទឹកបំពង់ដើរចេញពីផ្ទះចៅនោះក៏បោលជើង4តាមក្រោយទៅដល់វាលកន្លែងដែលចោលអណ្ដើកឆ្កែក៏បោលទៅចូលកំពតស្មៅមួយវាកោះងុម្ចាស់រត់ទៅដល់ឆ្កែខំបានអណ្ដើកមួយហើយបោលទៅមុខទៀតខំបានអណ្ដើក6ទៅ7ដល់ថ្ងៃត្រង់ម្ចាស់ឃ្លានពេកក៏អង្គុយស្រាយបាយហូបឆ្កែមើលទៅឃើញក្របីមួយហ្វូងក៏បោលទៅដេញខំក្របីចូលស៊ីស្រូវស្រែអ្នកស្រុក
ម្ចាស់ឃើញហើយរត់ទៅដេញឆ្កែដេញក្របីចេញពីស្រែឆ្កែបោលមកហូបបាយអស់ហើយបោលទៅបាត់ឯឪពុកក្មេកម្ចាស់ឆ្កែវិលមកវិញរកបាយហូបគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាយតែវាយពុំទាន់ណាអស់កម្លាំងណាឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះទាំងអត់បាយដើរពុំរួចបន្ទោសឆ្កែមិនបានត្បិតឆ្កែវាចំណាំតែអញ្ចឹងដល់ផ្ទះពិសាបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសមមកដល់យប់កូនប្រសាមកលបស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដំណេកតាប្រាប់យាយពីរឿងដែលកូនប្រសាធ្វើបាបសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតយាយប្រាប់ថាពីមុនវាធ្វើឆ្កែតាឯងធ្វើម្ចាស់វាបានធ្វើបាបតាឯងដូច្នេះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់តាឯងធ្វើឆ្កែវិញតាយាយគិតគ្នាហើយក៏លងលក់ទៅចៅនោះលបស្ដាប់បានការហើយក៏ទៅផ្ទះធ្វើហីព្រឹកឡើងចៅនោះទៅបម្រើឪពុកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកបរិភោគរួចតាប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់ឲ្យឪធ្វើឆ្កែវិញម្ដងចៅនោះឆ្លើយបាទហើយស្ពាយបាយនឹងទឹកចេញទៅឯតាវាធ្វើឆ្កែបោលតាមក្រោយលុះមកពីផ្ទះបន្តិចម្ចាស់ឆ្កែខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកបោលទាន់តាបោលពុំទាន់ត្បិតខ្លួនចាស់ដើរត្រុកតាមក្រោយម្ចាស់ងាកមកថាទៅមុខមិនទៅដើរតែក្រោយម្ចាស់រកអណ្ដើកមិនដេចបានតាស្ពាយបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បោលជើង4តាមក្រោយទៅដល់វាលកន្លែងដែលចង់អណ្ដើកឆ្កែក៏បោលទៅជល់កំពតស្មៅមួយវាកោះងប់ម្ចាស់រត់ទៅដល់ឆ្កែខំបានអណ្ដើកមួយហើយបោលទៅមុខទៀតខំបានអណ្ដើក6 7ដល់ថ្ងៃត្រង់ម្ចាស់ឃ្លានពេកក៏អង្គុយស្រាយបាយហូបឆ្កែមើលទៅឃើញក្របីមួយហ្វូងក៏បោលទៅដេញខំក្របីចូលស៊ីស្រូវស្រែអ្នកស្រុកម្ចាស់ឃើញហើយរត់ទៅដេញឆ្កែដេញក្របីចេញពីស្រែឆ្កែបោលមកហូបបាយអស់ហើយបោលទៅបាត់ឯឪពុកក្មេកម្ចាស់ឆ្កែវិលមកវិញរកបាយហូបគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាយតែវាយពុំទាន់ណាអស់កម្លាំងណាឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំរួចបាត់ទោសឆ្កែមិនបានត្បិតឆ្កែវាចំណាំតែអញ្ចឹងដល់ផ្ទះពិសាបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកវិញដល់យប់កូនប្រសាមកលបស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដំណេកតាប្រាប់យាយពីរឿងដែលកូនប្រសាធ្វើសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតយាយប្រាប់ថាពីមុនវាធ្វើឆ្កែតាឯងធ្វើម្ចាស់វាបានធ្វើបាបតាឯងដូច្នេះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់តាឯងធ្វើឆ្កែវិញតាយាយគិតគ្នាហើយក៏លងលក់ទៅចៅនោះលបស្ដាប់បានការហើយក៏ទៅផ្ទះធ្វើហីព្រឹកឡើងចៅនោះទៅបម្រើឪពុកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកបរិភោគរួចហើយតាប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់ឲ្យឪធ្វើឆ្កែវិញម្ដងចៅនោះឆ្លើយបាទហើយស្ពាយបាយនឹងទឹកចេញទៅឯតាវាធ្វើឆ្កែបោលតាមក្រោយលុះហួសពីផ្ទះបន្តិចម្ចាស់ឆ្កែខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកបោលទាន់តាបោលពុំទាន់ត្បិតខ្លួនចាស់ដើរត្រុកតាមក្រោយម្ចាស់ងាកមកថាទៅមុខមិនទៅដើរតែក្រោយម្ចាស់រកអណ្ដើកមិនដេចបានថាហើយវាឆ្កែបោលទៅមុខតាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយអណ្ដើកក៏រកមិនបានកូនប្រសាវាយស្ទើរស្លាប់ហត់ស្ទើរដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្លាចកូនប្រសាលុះដល់ពេលថ្ងៃត្រង់ម្ចាស់ស្រែកបាយហូបហើយពោលថាឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្សហើយម្ចាស់មិនឲ្យបាយឆ្កែស៊ីឡើយបោះតែឆ្អឹងឲ្យអង្គាមឆ្កែឃ្លានណាស់អង្គុយមើលតែមុខម្ចាស់ដល់ពេលម្ចាស់បរិភោគហើយក៏វាយឆ្កែមួយប្រណុំពោលថាណែហើយទៅផ្ទះចុះបើមិនផៃទេឆ្កែអីឆ្អែងយ៉ាងនេះ
នាំគ្នាត្រឡប់ទៅផ្ទះវិញតែហត់ណាស់វាមិនរួចក្រោកដើរតាមក្រោយចៅកំឡោះទៅដល់ផ្ទះកំឡោះនោះប្រាប់ម្ដាយក្មេកថាអ្នកម្ដាយថ្ងៃនេះរកអណ្ដើកមិនបានទេព្រោះឆ្កែមិនស្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចុះព្រឹកសឹមមកទៀតចៅនោះក៏លាទៅផ្ទះដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះដូចរាល់ដងលុះដល់យប់ចូលដំណេកតានិយាយប្រាប់យាយពីរឿងកូនប្រសាធ្វើបាបហើយបង្អត់ទាំងបាយផងយាយថាណាស់ហើយចុះឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះវាមានបញ្ញាណាស់ឯងគិតអីវាដឹងមុនទាំងអស់វាធ្វើបាបស្ទើរតែនឹងស្លាប់ម្ដេចក៏មិនរៀងតាឆ្លើយថាឲ្យកូនទៅវាដូចមិនសមរូបសមរាងនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះយាយជួយគិតខ្ញុំម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់វាយាយថាឥឡូវនេះមានតែពេលមាន់រងាវឡើងតែឯងលុបមុខហូបបាយឲ្យហើយចូលទៅក្នុងការុងមួយទៀតច្រកអង្គបើព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតើឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំប្រាប់ឲ្យរែកទៅឲ្យទាន់បាយព្រឹកត្បិតផ្លូវទៅផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនទាន់មកវិញផ្ដាច់វាតែម្ដងទៅម្យ៉ាងទៀតដល់ពាក់កណ្ដាលផ្លូវតែវាធ្ងន់ពេកវាប្រកាសជាជេរមិនខានតែយាយគិតគ្នាហើយក៏សម្រានទៅឯកូនប្រសាលុបស្ដាប់នៅក្រោមផ្ទះដឹងការហើយក៏ទៅផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកដូចធម្មតាម្ដាយប្រាប់កូនក្រមុំលើកបាយយកមកឲ្យចៅនោះបរិភោគហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកនៅឯផ្សារដូចគិតគ្នាពីល្ងាចចៅនោះរែកដើរទៅហើយគិតថាម្ដងនេះនឹងធ្វើឲ្យឪក្មេកឈប់រកកោតបន្តទៀតគិតហើយក៏ខំរែកដើរទៅដល់ពាក់កណ្ដាលផ្លូវដាក់អំរែកចុះហើយនិយាយថាក្រុងនេះចង់មាត់មិនជាប់សោះក៏យកខ្សែចងថែមទៀតលុះរែកដើរទៅដល់ស្ពានមួយក៏ដាក់អំរែកចុះពីលើស្ពានត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយនិយាយថាលោកអើយថ្ងៃណាស់ហើយម្លេះសំអើយជេរមិនខានអំរែកធ្ងន់រែកម្ដេចនឹងតាន់ទៅណាស់ហើយអើយជេរក៏ជេរចុះដាក់នៅទីនេះសិនសម្រាប់បន្តិចរួចសំទៅមុខទៀតនិយាយបណ្ដាដើរចេញបណ្ដាមួយស្របក់ក្រោយមកក៏កាន់ឈើមួយធំដើរមកពីនាយអុកក្តារលើស្ពានឬក្រំធ្វើជាជើងដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញជន់ខូចអស់ឥឡូវហើយយកចេញឲ្យឆាប់ស្រែកហើយបុកក្តារដើរក្រំចូលមកឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជិះផ្លូវដំរីហួសពីក្តារក៏ធ្លាក់ពីលើស្ពានឆ្លក់ទឹកត្រដោញ័រទាំងការុងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចទៅហើយធ្វើជាដើរមកពីវាលស្រែកថានរណាហ៊ានបោះដំរីឆាយអំរែកអញធ្លាក់ក្នុងទឹកអង្គអញអស់អញហើយឪជេរទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គនឹងក៏ទៅទឹកអស់ទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងការុងក៏និយាយថាមានទាំងត្រីមកក្បែរផងណាស់ហើយអញចុះទៅស្រង់សិនថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយនិយាយថាបើអង្គទៅទឹកនឹងស្រ័យហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪពិសាថាហើយស្រ័យមើលឃើញតានៅក្នុងការុងក៏និយាយថាឪអើយម្ដេចមិនស្រ័យប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបោដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកលឺហើយងើបឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ទៅដល់ផ្ទះចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យតអ្នកកំឡោះនោះទៅ